ពិតជាហ៊ានមិនធម្មតាបាក់ពួកមករំដោះអ៊ុក្រិតជនជាជនជាតិវៀតណាមដល់តុលាការសាលាដំបងខេត្តស្វាយរៀងទាំងព្រឹកពិតជាហ៊ានខ្លាំងណាស់បាក់ពួកចូលមករំដោះអ៊ុក្រិតជននៅព្រឹកថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025នេះដល់តុលាការសាលាដំបងខេត្តស្វាយរៀងដែលជាជនជាតិវៀតណាមករណីរំដោះអ៊ុក្រិតជនជាតិវៀតណាមចេញពីតុលាការសាលាដំបងខេត្តស្វាយរៀងក្រុមអ៊ុក្រិតជនមានការផ្ទុះអាវុធដាក់គ្នាជាមួយនឹងកម្លាំងសមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនៅបន្ទាប់ពីអ្នកទោសជនជាតិវៀតណាមដែលត្រូវបានបាក់ពួកមករំដោះចេញពីតុលាការសាលាដំបងខេត្តស្វាយរៀងកម្លាំងអនុរិយពន្ធនាគារកម្លាំងនគរបាលនិងកងរាជអាវុធហត្ថបានសហការគ្នាស្រាវជ្រាវភ្លាមៗរហូតឈានដល់ការចាប់ខ្លួនអ្នកទោសមកវិញបានម្នាក់ដែលជាមេខ្លោងរួមជាមួយរថយន្តមួយគ្រឿងជាមធ្យោបាយពួកគេជិះកិច្ចខ្លួននៅពេលរំដោះសមត្ថកិច្ចខេត្តស្វាយរៀងបានអះអាងថាអ្នកទោស6នាក់ដែលត្រូវបានរំដោះទាំងព្រឹកនៅពេលបញ្ជូនទៅតុលាការសង្ស័យពួកគេពាក់ព័ន្ធករណី scam online ដែលត្រូវបានសមត្ថកិច្ចជំនាញចាប់ខ្លួនកាលពីពេលកន្លងទៅឯកតាមរូបភាពដែលបានបង្ហាញដោយវីដេអូកាមេរ៉ាសុវត្ថិភាពនៅបរិវេណសាលាដំបងខេត្តស្វាយរៀងបានឲ្យឃើញថាមុនពេលមន្ត្រីពន្ធនាគារបញ្ជូនអ្នកទោសមកដល់តុលាការសាលាដំបងគេឃើញស្ត្រីម្នាក់ស្លៀកពាក់ខោអាវខ្មៅនិងមានម៉ាស់ដើរចូលមកកន្លែងចំណតរថយន្តទីដែលមន្ត្រីពន្ធនាគារឲ្យអ្នកទោសទាំងអស់ចុះពីរថយន្តក្នុងអំឡុងពេលឈរក្បែរអ្នកទោសម្នាក់ទំនងជាមេខ្លោងដែលដឹងផែនការច្បាស់បានឆ្លៀតឆក់កម្មខ្លួនខ្លីមួយដើមពីស្ត្រីខាងលើដែលបានត្រៀមរៀបចំរួចជាស្រេចនិងបានបាញ់រះមកលើសមត្ថកិច្ចដែលឈរការពាររួចរត់ចេញទៅក្រៅឡើងរថយន្តដែលពួកគេបានត្រៀមរៀបចំរួចរាល់ដើម្បីជិះកិច្ចខ្លួនតែម្ដងនៅពេលនោះសមត្ថកិច្ចក៏បានបាញ់ដើម្បីការពារខ្លួននិងបញ្ឈប់សកម្មភាពក្រុមអ៊ុក្រិតជនដែរប៉ុន្តែមិនអាចបញ្ឈប់ពួកគេបានព្រោះជាយ៉ាងណាមិនបានប៉ុន្មានម៉ោងកម្លាំងជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធបានចាប់ស្ទាក់រថយន្តដែលអ៊ុក្រិតជនជិះរត់កិច្ចខ្លួនមួយគ្រឿងក្នុងចំណោមរថយន្ត2គ្រឿងរថយន្តនោះបានបើកធ្លាក់ស្រែហើយសមត្ថកិច្ចបានចាប់ខ្លួនអ្នកទោសម្នាក់ត្រឡប់មកវិញផងដែរដោយឡែកអ្នកទោស5នាក់ផ្សេងទៀតរួមទាំងស្ត្រីដែលមករំដោះនោះនៅបន្តរត់កិច្ចសមត្ថកិច្ចចាប់មិនទាន់បាននៅឡើយទេបើគិតមកដល់ម៉ោងផ្សាយនេះ
កម្មជននយោបាយថៃបានប្រកាសនៅតាមបណ្ដាញសង្គម Facebook របស់លោកគឺលោកឈ្មោះថាលោកចតុផនចតុផនព្រំផាន់ដោយតែមាននៅក្នុងរូបដែលខ្ញុំបង្ហាញនេះគឺគាត់បានប្រកាសប្រកោកកោះហៅគ្នារបស់គាត់ដែលរួមមានដូចថាក្រុមនិស្សិតក្រុមអង្គការសង្គមស៊ីវិលអីហ្នឹងមកឲ្យធ្វើបាតកម្មនៅថ្ងៃទី22ខែវិច្ឆិកានៅមុខស្ថានទូតម៉ាឡេស៊ីនិងស្ថានទូតសហរដ្ឋអាមេរិកបាននៅក្នុងប្រទេសថៃហើយគោលបំណងហ្នឹងគឺគាត់ថាគឺជាអ្វីដែលគាត់ពិពណ៌នាថាជាការជ្រៀតជ្រែករបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ហើយនិងនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោក Anwar Ibrahim ចូលទៅក្នុងអធិបតេយ្យភាពរបស់ប្រទេសថៃលើចំនួនព្រំដែនដែលកំពុងតែកើនមានឡើងជាមួយនឹងប្រទេសកម្ពុជាគឺបន្ទាប់ពីមានការចាប់ប្រកាន់ថាកម្ពុជាបានយោធាកម្ពុជាបានដាក់មានថ្មីនៅក្នុងទឹកដីថៃដែលធ្វើឲ្យទាហានថៃរងរបួសបាទនេះគឺការប្រកាសរបស់គាត់ហើយគាត់បានចោទប្រកាន់ថាលោក Donald Trump ហ្នឹងគឺខ្ចីដៃលោក Anwar បាទគឺប្រើលោក Anwar ហ្នឹងធ្វើជាបណ្ដាញមួយដើម្បីឲ្យទីក្រុង Washington ហ្នឹងអាចលូកដៃចូលទៅក្នុងការចរចាទ្វេភាគីរវាងថៃនិងកម្ពុជាពីព្រោះគាត់ចង់ឲ្យមានការចរចាទ្វេភាគីមិនចង់ឲ្យមានសហរដ្ឋអាមេរិកឬក៏ម៉ាឡេស៊ីចូលនោះទេបាទដូច្នេះគាត់ចោទថាកិច្ចការចូលនេះគឺជាការមួយរំលោភចូលក្នុងអធិបតេយ្យភាពលោកកិច្ចការផ្ទៃក្នុងរបស់ថៃហើយបាទនៅចុងក្រោយនេះគឺលោកបាននិយាយការពារលោកអនុทิនគាត់ថាពេលដែលលោកអនុทิននិយាយពាក់ព័ន្ធជាមួយនឹងលោកត្រាំជាពិសេសទៅរឿងពន្ធថាយក 100% ក៏យកទៅឬក៏មិនខ្វះទេអាមេរិកបើមិនលក់ឲ្យអាមេរិកក៏លក់ឲ្យទៅប្រទេសផ្សេងទៀតដែរហ្នឹងបាទគឺមានការធ្វើអត្ថាធិប្បាយមួយចំនួននៅក្នុងប្រទេសថៃថានិយាយនេះគឺប្រឆាំងនឹងលោកត្រាំហើយបាទដល់ពេលហើយលោកចតុផនហ្នឹងគាត់បាននិយាយជួយការពារលោកអនុทิនគាត់ថាលោកអនុทิនហ្នឹងគឺនិយាយហ្នឹងគឺមិនមានសញ្ញាណាមួយថាលោកប្រឆាំងនឹងលោកត្រាំទេបាទបើសិនបើលោកត្រាំចង់សម្របសម្រួលគឺក៏លោកត្រាំទៅតែមានភាពយុត្តិធម៌នៅក្នុងនឹងដែរបាទតាមកំណត់របស់គាត់គឺគាត់ចោទថាលោកត្រាំនឹងលំអៀងមកកម្ពុជាអញ្ចឹងគឺថាលោកត្រាំអត់យុត្តិធម៌ទេក្នុងការលូកដៃចូលនេះពីព្រោះកម្ពុជាជាអ្នករំលោភកិច្ចព្រមព្រៀងហ្នឹងឲ្យដាក់មានថ្មីធ្វើឲ្យទាហានថៃរងរបួសបាទអញ្ចឹងដូច្នេះគឺលោកបានបញ្ជាក់ថាគឺអ្វីដែលខាងគណៈបកប្រឆាំងរិះគន់ហ្នឹងគឺជារឿងមួយដែលធ្វើឲ្យមានការប្រឈមមុខគ្នាចឹងគឺគណៈបកប្រឆាំងនៅក្នុងប្រទេសថៃណាគឺគណៈបកប្រជាជនហើយនិងគណៈបកភឿថៃហ្នឹងគឺគេមានការប្រុងប្រយ័ត្នណាស់ក្នុងការធ្វើប្រតិកម្មហើយជាមួយនឹងលោកប្រធានាធិបតី Donald Trump បាទដូច្នេះលោកចតុផនហ្នឹងគាត់បានចេញមកការពារគាត់នឹងថាធ្វើអញ្ចឹងហើយក្នុងការបកស្រាយរបស់គាត់ហ្នឹងគឺមិនមែនមកប្រឆាំងនឹងអាមេរិកទេមិនប្រឆាំងនឹងលោកត្រាំទេគឺដើម្បីទាមទារយុត្តិធម៌បាទសម្រាប់ប្រទេសថៃបាទដែលចោទថាគឺលោកត្រាំលំអៀងគេបាញ់ប្រជាជនយើងស្លាប់គេមិនថ្កោលទោសអ្នកដែលបាញ់ប្រជាជនស្លាប់ទេតែគេវាហៅថ្កោលទោសរដ្ឋាភិបាលគេដាក់សំណួរមករដ្ឋាភិបាលសូម្បីតែសំប្រាំទៅបណ្ឌិតសេងសេរីឃើញបង្ហោះសារមួយថាលោកពុកធ្លាប់តែនិយាយលោកពុកនិយាយរឿងនេះនិយាយរឿងនោះឥឡូវមិនលោកពុកស្ងាត់ហើយលោកបណ្ឌិតដែរឈ្មោះថាបណ្ឌិតអីក៏ល្ងងម្លេះតើទីតាំងឈរជើងរបស់ហ៊ុនសែននៅកន្លែងណានៅពេលនេះមិនមែនជាទីតាំងដែលហ៊ុនសែនឈរដូចពីមុនទេបើទុកឲ្យហ៊ុនសែននិយាយដូចកាលពីពេលនៅធ្វើនាយករដ្ឋមន្ត្រីអញ្ចឹងយើងតែងតាំងយើងរៀបចំជ្រើសតាំងបោះឆ្នោតឲ្យមាននាយករដ្ឋមន្ត្រីធ្វើអីបើឲ្យរដ្ឋមន្ត្រីការពារជាតិឲ្យទាបាញ់និយាយអញ្ចឹងទាសីហាធ្វើអីបើឲ្យសខេនិយាយតើសសុខាធ្វើអីឥឡូវយើងនិយាយគ្នាចេះវិញបើថាល្ងងទៅនិយាយច្បាស់តែល្ងងទៅកុំចាំបាច់ឲ្យខ្ញុំហៅកុំធ្វើទស្សនវិទូខ្ញុំហៅអាល្ងងទូអាហ្នឹងអាល្ងងទូវាពិតជាល្ងងមែនវាអត់ដឹងថាកន្លែងទីតាំងឈរជើងវានៅកន្លែងណាហ
ហ៊ុនសែនស្គាល់ណាស់ទួលនីតិអស់ទាំងនេះហើយមិនមែនមានតែហ៊ុនសែនទេអ្នកចំណន់ជាមួយគ្នានេះដែលចេញដំណើរតាំងពីឆ្នាំ1979ជាមួយគ្នាសិតតែស្គាល់ទួលនីតិច្បាស់ណាស់កន្លែងណាត្រូវនិយាយកន្លែងណាមិនត្រូវនិយាយយើងបានដកខ្លួនចេញពីរដ្ឋាភិបាលហើយអញ្ចឹងទេតើឲ្យខ្ញុំត្រូវទៅនិយាយជួសនាយករដ្ឋមន្ត្រីឬយ៉ាងម៉េចអញ្ចឹងបើយើងទៅនិយាយជួសនាយករដ្ឋមន្ត្រីយើងចាំបាច់រៀបចំនាយករដ្ឋមន្ត្រីធ្វើអីក្នុងរដ្ឋធម្មនុញ្ញបានចែងច្បាស់ជាពិសេសច្បាប់រៀបចំនឹងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីបានចែងច្បាស់នាយករដ្ឋមន្ត្រីដឹកនាំនយោបាយទាំងក្នុងប្រទេសនិងក្រៅប្រទេសដូច្នេះគេមានតួនាទីរបស់គេត្រឹមត្រូវអញ្ចឹងបានជានាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតតាក់ទងជាមួយនឹងប្រធានាធិបតីដូណាល់ត្រាំហៅទូរស័ព្ទជាទិដ្ឋាការគឺតែងតែពីវ៉ាស៊ីនតោនពីសេតវិមានហៅមកទីក្រុងភ្នំពេញទេព្រោះយើងមិនអាចហៅទៅនោះទេពីនោះហៅត្រឡប់មកវិញណាវាងាយស្រួលនៅក្នុងតំណែងម្ដងនៃពេលវេលារបស់ប្រធានាធិបតីត្រាំជាមួយនឹងនាយករដ្ឋមន្ត្រីអានវ៉ាអេប៊ីហ៊ីមក៏ត្រូវតំណែងម្ដងគ្នាគេមិនមែនតាក់ទងពីរវាងប្រធានាធិបតីត្រាំជាមួយនឹងប្រធានព្រឹទ្ធសភាហ៊ុនសែនណាឬក៏នាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាមួយហ៊ុនសែនណាអំណាចវាបែងចែកអញ្ចឹងហេតុអ្វីបានខ្លួនធ្វើជាល្ងងឬក៏ខ្លួនត្រូវប្រើវិធីហ្នឹងដើម្បីនឹងបង្អាប់បន្តបង្អាប់អញ្ចឹងទេក៏សូមជូនបញ្ជាក់ត្រឡប់ទៅវិញហើយវិធីនៃបញ្ហាដែលតេតិនជាមួយនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលខ្ញុំគិតថាគេធ្វើត្រូវដែលខ្ញុំបង្ហោះសារមួយថាការប្រមូលនេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រស្ងៀមតែមិនស្ងាត់តែមិនស្ងៀម